សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកយកសៀវភៅមួយកបាល់មកសង្ខេបជូនអ្នកទាំងអស់គ្នាស្ដាប់ដែលមានចំណងជើងថា The Power of Discipline ឬបកប្រែឲ្យងាយយល់ជាភាសាខ្មែរថាវិន័យផ្ទាល់ខ្លួនគឺជាអំណាចនិពន្ធដោយលោក Daniel Walter ដែលនឹងជួយឲ្យអ្នកអាចអភិវឌ្ឍវិន័យខ្លួនឯងដើម្បីសម្រេចបាននូវគោលដៅនិងកែលម្អគុណភាពជីវិតនៅក្នុងសៀវភៅនេះអ្នកនិពន្ធនឹងបង្ហាញថាវិន័យមិនមែនជាការដាក់ទណ្ឌកម្មនោះទេប៉ុន្តែវាជាសេរីភាពដែលកើតចេញពីការគ្រប់គ្រងខ្លួនឯងខាងក្រៅនេះយើងនឹងលើកយក6មេរៀនសំខាន់ៗពីសៀវភៅ The Power of Discipline មកចែកជូនអ្នកទាំងអស់គ្នាមេរៀនទី1វិន័យមិនមែនជាការដាក់កំហិតនោះទេតែជាសេរីភាពពិតប្រាកដអ្នកនិពន្ធចង់ឲ្យអ្នកអានយល់ច្បាស់ហើយបំបត្តិការយល់ច្រឡំអំពីវិន័យមនុស្សជាច្រើនយល់ថាវិន័យគឺជាការបង្ខិតបង្ខំការរឹតបន្តឹងឬការបដិសេធភាពរីករាយពួកគេគិតថាការមានវិន័យមានន័យថាការរស់នៅជីវិតដែលគ្មានភាពសប្បាយរីករាយដោយត្រូវធ្វើអ្វីដែលគួរឲ្យធុញទ្រាន់ឬការបង្ខំខ្លួនឯងឲ្យធ្វើអ្វីដែលមិនចង់ធ្វើទោះជាយ៉ាងណាអ្នកនិពន្ធបញ្ច្រាស់គំនិតនេះដោយអះអាងថាវិន័យពិតប្រាកដនាំមកនូវសេរីភាពផ្ទាល់ខ្លួននៅពេលដែលអ្នកមានវិន័យអ្នកអាចគ្រប់គ្រងការសម្រេចចិត្តភ្លាមៗការពន្យាពេលនិងទម្លាប់អាក្រក់ដែលរារាំងអ្នកពីការសម្រេចគោលដៅការខ្វះវិន័យធ្វើឲ្យអ្នកក្លាយជាទាសាករនៃអារម្មណ៍និងការជំរុញនៃអ្នកដទៃដោយបាត់បង់ការគ្រប់គ្រងលើជីវិតខ្លួនឯងផ្ទុយទៅវិញការមានវិន័យអនុញ្ញាតឲ្យអ្នកធ្វើការសម្រេចចិត្តដោយចេតនាដែលស្របតាមតម្លៃនិងគោលដៅរយៈពេលវែងរបស់អ្នកវាផ្ដល់ឲ្យអ្នកនូវអំណាចនៅក្នុងជ្រើសរើសផ្លូវរបស់អ្នកការកសាងជីវិតដែលអ្នកចង់បានពិតប្រាកដវិន័យផ្ដល់ឲ្យអ្នកនូវសេរីភាពក្នុងការរស់នៅជាមួយគោលបំណងច្បាស់លាស់មិនមែនដោយចៃដន្យនោះទេឧទាហរណ៍ថាអ្នកមានបំណងចង់ទិញផ្ទះផ្ទាល់ខ្លួនក្នុងរយៈ5ឆ្នាំខាងមុខប្រសិនបើអ្នកគ្មានវិន័យនៃការចំណាយអ្នកនឹងចំណាយលុយលើរបស់ដែលមិនចាំបាច់ដូចជាការដើរទិញអីវ៉ាន់តាមអារម្មណ៍ការញ៉ាំអាហារក្រៅញឹកញាប់ហើយជាប់បំណុលកាតអ៊ីនធឺណិតនេះធ្វើឲ្យអ្នកបាត់បង់សេរីភាពផ្នែកហិរញ្ញវត្ថុព្រោះអ្នកត្រូវធ្វើការដើម្បីសងបំណុលហើយមិនអាចសម្រេចក្តីសុបិនធំបានអ្នកនឹងមានអារម្មណ៍ជាប់គាំងផ្ទុយទៅវិញការមានវិន័យនៃការសន្សំនិងវិនិយោគទោះបីជាវាទាមទារការបដិសេធការចំណាយភ្លាមៗក៏ដោយដូចជាការមិនទិញទូរស័ព្ទម៉ូដែលថ្មីជារៀងរាល់ឆ្នាំនឹងផ្ដល់ឲ្យអ្នកនូវសេរីភាពផ្នែកហិរញ្ញវត្ថុនៅពេលអនាគតអ្នកនឹងអាចសម្រេចក្តីសុបិនទិញផ្ទះនោះហើយអាចមានលទ្ធភាពធ្វើដំណើរឬចូលនិវត្តន៍ដោយស្រួលនេះគឺជាសេរីភាពពិតប្រាកដឧទាហរណ៍ទី2ការមានវិន័យនៅការញ៉ាំអាហារមានសុខភាពល្អនិងធ្វើលំហាត់ប្រាណជាប្រចាំនឹងនាំឲ្យអ្នកមានសេរីភាពពីជំងឺរ៉ាំរ៉ៃដូចជាទឹកនោមផ្អែមលើសឈាមជំងឺបេះដូងជាដើមអ្នកនឹងមានថាមពលកាន់តែច្រើនដើម្បីធ្វើការដែលអ្នកស្រឡាញ់និងរីករាយនឹងជីវិតដោយគ្មានការឈឺចាប់ឬសម្ពាធឡើយមេរៀនទី2ការយល់ដឹងពីមូលហេតុរបស់អ្នកគឺជាកម្លាំងជំរុញដ៏សំខាន់សម្រាប់បង្កើតវិន័យមិនមែនគ្រាន់តែជាការធ្វើអ្វីដែលអ្នកដឹងថាត្រូវធ្វើនោះទេប៉ុន្តែជាការធ្វើវាដោយមានហេតុផលដ៏រឹងមាំនិងជ្រាលជ្រៅអ្នកនិពន្ធក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ក៏ថាហេតុផលដ៏ជ្រាលជ្រៅឬមូលហេតុផ្ទាល់ខ្លួនរបស់អ្នកឆន្ទៈឬ will power តែមួយមុខគឺមានកំណត់ហើយអាចអស់កម្លាំងនៅពេលអ្នកជួបការលំបាកភាពតានតឹងឬការអូសទានប៉ុន្តែនៅពេលដែលអ្នកមានហេតុផលដ៏រឹងមាំនិងមានអត្ថន័យការប្រកាន់ខ្ជាប់នូវវិន័យនឹងកាន់តែងាយស្រួលមូលហេតុនេះត្រូវតែជាអ្វីដែលសំខាន់ចំពោះអ្នកជាអ្វីដែលបំផុសគំនិតអ្នកនិងផ្ដល់អត្ថន័យដល់ការខិតខំប្រឹងប្រែងរបស់អ្នកវាជាកម្លាំងជំរុញដែលនៅពីក្រោយរាល់សកម្មភាពដែលមានវិន័យរបស់អ្នកនៅពេលអ្នកដឹងថាហេតុអ្វីបានជាអ្នកកំពុងធ្វើអ្វីមួយការលំបាកបណ្ដោះអាសន្ននឹងក្លាយជាឧបសគ្គទូចតាចព្រោះអ្នកដឹងថាការលំបាកទាំងនោះគឺសម្រាប់គោលបំណងធំជាងវាជួយអ្នកឲ្យឆ្លងកាត់ពេលដែលអ្នកអស់កម្លាំងបាត់បង់ទឹកចិត្តឬចង់បោះបង់ចោលឧទាហរណ៍ថានិស្សិតម្នាក់អាចមានវិន័យនៃការសិក្សារាល់ថ្ងៃសូម្បីតែពេលធុញទ្រាន់ឬចង់លេងជាមួយមិត្តភក្តិប្រសិនបើមូលហេតុរបស់គាត់គ្រាន់តែជាខ្ញុំចង់បានពិន្ទុល្អនោះឆន្ទៈរបស់គាត់អាចនឹងអស់យ៉ាងលឿនប៉ុន្តែប្រសិនបើមូលហេតុរបស់គាត់គឺជ្រៅជាងនេះដូចជាខ្ញុំចង់ទទួលបានអាហារូបករណ៍ដើម្បីជួយគ្រួសារខ្ញុំដែលខ្វះខាតលទ្ធភាពបង់ថ្លៃសិក្សាឬខ្ញុំចង់ក្លាយជាវេជ្ជបណ្ឌិតដើម្បីជួយសង្គ្រោះជីវិតមនុស្សនិងកាត់បន្ថយការឈឺចាប់ការមានមូលហេតុធំជាងនេះភ្ជាប់ទៅនឹងតម្លៃផ្ទាល់ខ្លួនរបស់គាត់ជួយគាត់ឲ្យយកឈ្នះការជំរុញចង់លេងហ្គេមឬមើលគុណហើយបន្តផ្ដោតលើការសិក្សាមេរៀនទី3
ចាប់ផ្ដើមតូចៗនិងកសាងភាពរីកចម្រើននេះគឺជាគោលការណ៍ដ៏សំខាន់មួយសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមកសាងវិន័យក្នុងមេរៀននេះអ្នកនិពន្ធបញ្យល់ថាមនុស្សជាច្រើនបរិយាយនៅការកសាងវិន័យព្រោះពួកគេកំណត់គោលដៅធំពេកឬព្យាយាមផ្លាស់ប្ដូរទម្លាប់ច្រើនពេកក្នុងពេលតែមួយឧទាហរណ៍ខ្ញុំនឹងហាត់ប្រាណ2ម៉ោងរាល់ថ្ងៃចាប់ពីថ្ងៃនេះទៅឬខ្ញុំនឹងសន្សំ 50% នៃប្រាក់ខែខ្ញុំចាប់ពីខែនេះការធ្វើបែបនេះអាចនាំឲ្យមានអារម្មណ៍ថាលើកលប់បាក់ទឹកចិត្តនិងឆាប់បោះបង់ផ្ទុយទៅវិញការចាប់ផ្ដើមជាមួយនឹងជំហានតូចៗដែលអាចគ្រប់គ្រងបាននិងងាយស្រួលធ្វើគឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពជាងគោលការណ៍ឆ្នះលើរឿងតូចៗនេះមានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការប្រកាសទម្លាប់ថ្មីការសម្រេចបាននូវជ័យជំនះតូចៗ small wins ទាំងនេះនឹងកសាងទំនុកចិត្តបង្កើតសន្ទុះវិជ្ជមាននិងបញ្ជាក់ដល់ខួរក្បាលរបស់អ្នកថាអ្នកអាចធ្វើវាបានជ័យជំនះនីមួយៗប្រៀបដូចឥដ្ឋមួយដុំដែលជួយកសាងគ្រឹះនៃវិន័យរបស់អ្នកប្រសិនបើអ្នកមិនទាន់មានទម្លាប់ហាត់ប្រាណហើយចង់ចាប់ផ្ដើមសូមកុំកំណត់គោលដៅហាត់ប្រាណ2ម៉ោងរាល់ថ្ងៃផ្ទុយទៅវិញសូមចាប់ផ្ដើមជាមួយសកម្មភាពតិចតួចដូចជាដើរ15នាទីរាល់ថ្ងៃឬធ្វើលំហាត់ប្រាណ5នាទីរាល់ព្រឹកដូចជាការរុញដៃឬការអង្គុយងើបនេះគឺតូចលំអមដែលអ្នកអាចធ្វើវាបានរាល់ថ្ងៃដោយមិនមានអារម្មណ៍ថាជាបន្ទុកធំនៅពេលអ្នកសម្រេចបានគោលដៅនេះបានមួយសប្តាហ៍ឬមួយខែអ្នកនឹងមានអារម្មណ៍ជោគជ័យនិងមានកម្លាំងចិត្តដើម្បីបង្កើនវាបន្តិចម្ដងទៅ20នាទីបន្ទាប់មក30នាទីរហូតដល់អ្នកអាចហាត់ប្រាណបានយូរជាងនេះឧទាហរណ៍ប្រសិនបើអ្នកចង់អានសៀវភៅឲ្យបានច្រើនប៉ុន្តែមិនទាន់មានទម្លាប់សូមចាប់ផ្ដើមជាមួយអាន5ទំព័ររាល់យប់ឬអាន10នាទីរាល់ព្រឹកនេះគឺតូចល្មមដែលអ្នកអាចធ្វើវាបានរាល់ថ្ងៃនៅពេលអ្នកធ្វើវាបានជាប់លាប់អ្នកនឹងមានអារម្មណ៍ជោគជ័យហើយអាចបង្កើនវាទៅ10ទំព័រ20ទំព័រឬច្រើនជាងនេះយូរទៅ5ទំព័រនឹងក្លាយជា50ទំព័រដោយមិនដឹងខ្លួនមេរៀនទី4កម្ចាត់ការរំខាននិងបង្កើតបរិយាកាសអំណោយផលអ្នកនិពន្ធបញ្ជាក់ថាវិន័យមិនមែនគ្រាន់តែជាបញ្ហាឆន្ទៈប៉ុណ្ណោះទេតែវាក៏ជាបញ្ហាការរៀបចំបរិយាកាសជុំវិញផងដែរឆន្ទៈរបស់អ្នកឬ will power គឺជាធនធានមានកំណត់វាអស់កម្លាំងនៅពេលថ្ងៃហើយអាចជោគសោយនៅពេលអ្នកមានអារម្មណ៍តានតឹងអស់កម្លាំងឬឃ្លានការតស៊ូជាមួយបរិយាកាសរំខានឥតឈប់ឈរអាចធ្វើឲ្យឆន្ទៈរបស់អ្នកអស់កម្លាំងយ៉ាងឆាប់រហ័សដូច្នេះហើយការកម្ចាត់ការរំខានចេញពីបរិយាកាសរបស់អ្នកនិងការរៀបចំបរិយាកាសដែលគាំទ្រដល់វិន័យរបស់អ្នកគឺជារឿងសំខាន់ឧទាហរណ៍ថាអ្នកចង់មានវិន័យនៃការផ្ដោតអារម្មណ៍លើការងារឬការសិក្សាសូមបិទការជូនដំណឹងទូរស័ព្ទបិទផ្ទាំងបណ្ដាញសង្គមនៅលើកុំព្យូទ័ររបស់អ្នកឬប្រើកម្មវិធីទប់ស្កាត់គេហទំព័រដូចជា Freedom ហើយប្រាប់អ្នកដទៃកុំឲ្យរំខានអ្នកក្នុងអំឡុងពេលធ្វើការមានកន្លែងធ្វើការស្ងប់ស្ងាត់មានរបៀបរៀបរយគ្មានរបស់ដែលរំខានភ្នែកដូចជាគំនរឯកសាររញ៉ៃក៏ជួយបង្កើនវិន័យនៃការផ្ដោតអារម្មណ៍ផងដែរអ្នកអាចលេងភ្លេងដែលជួយផ្ដោតអារម្មណ៍ដូចជា Lo-fi ឬ Classical Music ឧទាហរណ៍មួយទៀតប្រសិនបើអ្នកចង់មានវិន័យនៅក្នុងការញ៉ាំអាហារមានសុខភាពល្អសូមកុំទិញអាហារសម្រន់មិនល្អដូចជានំស្ករក្រប់ភេសជ្ជៈផ្អែមទុកក្នុងផ្ទះប្រសិនបើវាមិនមាននៅក្នុងផ្ទះអ្នកនឹងមិនអាចញ៉ាំវាបានទេផ្ទុយទៅវិញត្រូវមានផ្លែឈើបន្លែនិងអាហារសម្រន់ដែលមានសុខភាពល្អផ្សេងទៀតដែលងាយស្រួលយកមកញ៉ាំដូចជារៀបចំបន្លែឬផ្លែឈើដែលហាន់រួចនៅក្នុងទូទឹកកកបែបនេះធ្វើឲ្យការជ្រើសរើសអាហារមានសុខភាពល្អក្លាយជាជម្រើសងាយស្រួលបំផុតមេរៀនទី5ទទួលយកការបរាជ័យជាផ្នែកមួយនៃការរីកចម្រើននេះគឺជាមេរៀនដ៏សំខាន់មួយសម្រាប់រក្សាកម្លាំងចិត្តនិងការអត់ធ្មត់អ្នកនិពន្ធពន្យល់ថាគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេនៅក្នុងដំណើរការនៃការកសាងវិន័យអ្នកនឹងជៀសមិនផុតពីការបរាជ័យការបង្កើតកំហុសឬថ្ងៃដែលអ្នកមិនអាចប្រកាន់ខ្ជាប់នូវវិន័យកបខ័ណ្ឌរបស់អ្នកការយល់ដឹងនេះគឺមានសារៈសំខាន់ណាស់ព្រោះមនុស្សជាច្រើនបោះបង់ចោលទាំងស្រុងនៅពេលដែលពួកគេបរាជ័យមួយដងឬពីរដងពួកគេគិតថាខ្ញុំបានខុសខានហើយដូច្នេះគ្មានន័យអ្វីដែលត្រូវបន្តទៀតទេជំនួសឲ្យការដាក់ទោសខ្លួនឯងឬបោះបង់ចោលសូមរៀនពីកំហុសនោះហើយលើកទឹកចិត្តខ្លួនឯងឡើងវិញហើយបន្តដំណើរទៅមុខការបរាជ័យមិនមែនជាទីបញ្ចប់នោះទេវាជាទីបំផុតនោះទេវាជាមេរៀននិងឱកាសមួយដើម្បីរៀនពីអ្វីដែលមិនបានផលហើយកែលម្អវិធីសាស្ត្ររបស់អ្នកវាបង្ហាញពីចំណុចខ្សោយអ្នកដែលអ្នកអាចកែលម្អបានកុំឲ្យការបរាជ័យមួយថ្ងៃឬមួយដងមកបំផ្លាញវិន័យទាំងមូលរបស់អ្នក
ឧទាហរណ៍ថាអ្នកកំពុងព្យាយាមមានវិន័យនៅក្នុងការញ៉ាំអាហារសុខភាពប៉ុន្តែថ្ងៃមួយអ្នកបានទៅចូលរួមពិធីជប់លៀងហើយញ៉ាំនំខេកមួយដុំធំនិងភីហ្សាជាច្រើនចំណិតជំនួសឲ្យការគិតថាខ្ញុំបរាជ័យហើយដូច្នេះខ្ញុំនឹងបន្តញ៉ាំអ្វីដែលខ្ញុំចង់បានចាប់ពីពេលនេះទៅសូមគិតថាខ្ញុំបានប្រកាន់កំហុសប៉ុន្តែវាមិនមែនជាទីបញ្ចប់នោះទេខ្ញុំនឹងត្រឡប់ទៅរករបបអាហារសុខភាពរបស់ខ្ញុំវិញនៅពេលអាហារបន្ទាប់មេរៀនទី6ប្រើប្រាស់ប្រព័ន្ធដើម្បីជួយរក្សាវិន័យនិងទម្លាប់វាជាគន្លឹះសម្រាប់វិន័យរយៈពេលវែងអ្នកនិពន្ធពន្យល់ថាការទុនផ្អែកតែលើឆន្ទៈឬ will power គឺមិនគ្រប់គ្រាន់នោះទេឆន្ទៈគឺជាធនធានមានកំណត់វាអស់កម្លាំងនៅពេលថ្ងៃហើយអាចចុះខ្សោយនៅពេលអ្នកមានអារម្មណ៍តានតឹងអស់កម្លាំងឃ្លានឬមានអារម្មណ៍អវិជ្ជមានជំនួសមកវិញអ្នកគួរតែកសាងប្រព័ន្ធដែលជំរុញដល់វិន័យរបស់អ្នកប្រព័ន្ធទាំងនេះគឺជាសំណុំនៃទម្លាប់ដំណើរការនិងបរិយាកាសដែលធ្វើឲ្យការអនុវត្តវិន័យរបស់អ្នកคล้ายជារឿងងាយស្រួលនិងស្វ័យប្រវត្តិនៅពេលដែលអ្នកមានប្រព័ន្ធល្អអ្នកមិនចាំបាច់ប្រាយឆន្ទៈច្រើនពេកនោះទេព្រោះសកម្មភាពដែលអ្នកចង់ធ្វើបានคล้ายជាផ្នែកមួយនៃទម្លាប់របស់អ្នកប្រព័ន្ធជួយកាត់បន្ថយការសម្រេចចិត្តតូចៗប្រចាំថ្ងៃរបស់អ្នកហើយវិន័យคล้ายជាផ្នែកមួយនៃអត្តសញ្ញាណរបស់អ្នកឧទាហរណ៍ថាជំនួសឲ្យការព្យាយាមចាំសន្សំរាល់ពេលដែលអ្នកបានប្រាក់ខែដែលពឹងលើឆន្ទៈនិងអាចខកខានសូមបង្កើតប្រព័ន្ធកាត់កងដោយស្វ័យប្រវត្តិកំណត់ឲ្យធនាគារកាត់ប្រាក់ចំនួនជាក់លាក់ពីគណនីប្រាក់ខែរបស់អ្នកទៅក្នុងគណនីសន្សំដោយស្វ័យប្រវត្តិរៀងរាល់ខែនៅថ្ងៃប្រាក់ខែចូលនេះគឺជាប្រព័ន្ធមួយដែលជួយឲ្យអ្នកមានវិន័យនៃការសន្សំដោយមិនចាំបាច់គិតច្រើនឬតស៊ូជាមួយខ្លួនឯងលុយត្រូវបានសន្សំមុនពេលអ្នកមានឱកាសចំណាយវាសរុបសេចក្តីមកមេរៀនទាំង6នេះគឺជាការណែនាំដ៏ជាក់ស្ដែងនិងបំផុសគំនិតមួយសម្រាប់អ្នកដែលចង់សម្រេចបាននូវគោលដៅរបស់ខ្លួននិងកែលម្អគុណភាពជីវិតវាបំបត្តិការយល់ខុសអំពីវិន័យដោយបង្ហាញថាវិន័យពិតប្រាកដនាំមកនូវសេរីភាពនិងអំណាចផ្ទាល់ខ្លួន